ប្រជាជនស្លូវ៉ាគីរាប់ពាន់នាក់តវ៉ានៅទីក្រុង Bratislava ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Robert Fico និងគោលនយោបាយមិត្តភាពរុស្ស៊ីរបស់គាត់ ការតវ៉ាបានចាប់ផ្ដើមនៅចុងខែធ្នូបន្ទាប់ពីដំណើររបស់លោក Fico ទៅកាន់ទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់វិមានក្រុងឡាំរបស់មេដឹកនាំសហភាពអឺរ៉ុប ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែនបានចាប់ផ្ដើមជាង3ឆ្នាំមុននឹងការកត់សម្គាល់របស់គាត់ដែលថាស្លូវ៉ាគីអាចពិចារណាចាកចេញពីសហភាពអឺរ៉ុបនិង NATO ដែលមាន27ប្រទេសវងមនុស្សដ៏ច្រើនសារជាថ្មីទៀតបានធ្វើដំណើរតាមដងផ្លូវទូទាំងប្រទេសស្លូវ៉ាគីកាលពីថ្ងៃសុក្រដើម្បីបញ្ចេញសម្លេងប្រឆាំងនឹងនាយករដ្ឋមន្ត្រី Robert Fico និងគោលនយោបាយគាំទ្ររុស្ស៊ីក្នុងរយៈពេល3ខែចុងក្រោយនេះមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នារៀងរាល់2សប្តាហ៍នៅ Bratislava និងលើសពីនេះដោយទាមទារឲ្យ Fico លាលែងពីតំណែង